ពិធីបុណ្យកឋិនទានបានធ្វើឲ្យប្រជាជនខេត្តបាត់ដំបងបង្កើតសាមគ្គីភាពសង្គមនិងជួយទ្រទ្រង់ក្នុងវិស័យពុទ្ធចក្រឲ្យកាន់តែរីកចម្រើនពិធីបុណ្យកឋិនទានជាបុណ្យដ៏ធំមួយនៅក្នុងព្រះពុទ្ធសាសនាពុទ្ធបរិស័ទខេត្តបាត់ដំបងតែងតែនាំគ្នាប្រារព្ធធ្វើតាំងពីសម័យដើមមកហើយបង្កើតបានជាសាមគ្គីភាពសង្គមមួយជួយទ្រទ្រង់ក្នុងវិស័យព្រះពុទ្ធសាសនាក្នុងគោលបំណងសំខាន់គឺការនាំយកសម្ពុទ្ធចីវរនិងបរិក្ខារនានាទៅវេរប្រគេនព្រះសង្ឃតាមវត្តអារាមទឹកមុខបង្ហាញពីសេចក្តីត្រេកអរសប្បាយរីករាយជ្រះថ្លាក្នុងចិត្តក្នុងឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរអ្នកស្រីហុលណារីរស់នៅសង្កាត់រតនៈក្រុងបាត់ដំបងបានរៀបរាប់ឲ្យដឹងថារៀងរាល់ឆ្នាំអ្នកស្រីតែងតែធ្វើពិធីបុណ្យកឋិនទាននាំយកគ្រឿងបរិក្ខារសម្ពុទ្ធចីវរទៅប្រគេនព្រះសង្ឃជាច្រើនវត្តកន្លងទៅហើយជាក់ស្ដែងវត្តពិភិដ្ឋារាមជាវត្តមួយក្នុងចំណោមវត្តជាច្រើនទៀតដែលអ្នកស្រីបានដង្ហែអង្គកឋិនទានទៅប្រគេនព្រះសង្ឃអ្នកស្រីបានបន្តលើកឡើងថាការធ្វើបុណ្យកឋិនទានមានអានិសង្សច្រើនណាស់ជាទានដ៏កម្រហើយក៏ជាបុណ្យមួយដែលធ្វើតាមពុទ្ធបញ្ញត្តិនិងផ្សារភ្ជាប់ទំនៀមទម្លាប់ប្រពៃណីខ្មែរពិសេសបង្កើតបានសាមគ្គីភាពរួបរวมគ្នាសម្រាប់ប្រជាពលរដ្ឋក្នុងសង្គមចឹងឆ្នាំនេះខ្ញុំបានហាយកឋិនបាន10វត្តហើយតាំងពីកឋិនទី1បុណ្យកឋិនទានគឺបុណ្យអស្ចារ្យជាងគេអញ្ចឹងមិនថាជាពុទ្ធបរិស័ទមិនថាជាព្រះសង្ឃទេក៏ធ្វើបានដូចគ្នាតែបើបុណ្យផ្សេងធ្វើបានតែពុទ្ធបរិស័ទទេតែកឋិនទានគឺធ្វើបានទាំងព្រះសង្ឃទាំងពុទ្ធបរិស័ទអញ្ចឹងបុណ្យហ្នឹងគេហៅបុណ្យឋានសួគ៌ហើយបុណ្យហ្នឹងធ្វើទៅវាបានអានិសង្សច្រើនទៅតាមវត្តអារាមឃើញគាត់សស្រាក់សស្រាំវត្តនីមួយគឺសបោធ្វើគ្រប់គ្នាទោះបីគាត់មានលៀងគាត់មានតែសម្ពុតមួយក៏គាត់ទៅដែរគាត់ស្រឡាញ់បុណ្យកឋិនទានហ្នឹងណាអញ្ចឹងគាត់សស្រាក់សស្រាំអបច្ច័យអមត្រៃអីចង្ហាន់ប្រគេនព្រះសង្ឃអីគឺគាត់សហការគ្នានិយាយទៅខ្មែរយើងរួបរวมសាមគ្គីស្រឡាញ់ខ្មែរជួយខ្មែរអញ្ចឹងឲ្យជួយដល់ព្រះសង្ឃដែលគង់នៅចាំព្រះវស្សាក្នុងវត្តរីឯព្រះភិក្ខុអង្គសេរីឆោមឆៃអៀងគ្រូសូត្រស្ដាំវត្តពិភិដ្ឋារាមក្រុងបាត់ដំបងបានមានព្រះថេរដីកាប្រាប់ថាឆ្នាំនេះក៏ដូចជាឆ្នាំមុនដែរវត្តពិភិដ្ឋារាមតែងតែកំណត់យកថ្ងៃ8រោច9រោចជាថ្ងៃកឋិនទានសម្រាប់ឲ្យពុទ្ធបរិស័ទមកពីគ្រប់ទិសទីដង្ហែកឋិននាំយកសម្ពុទ្ធចីវរមកកាន់វត្តពិភិដ្ឋារាមនេះការធ្វើបុណ្យកឋិនសាមគ្គីនេះខ្មែរយើងមានលក្ខណៈពិសេសមួយនោះគឺការបណ្ដោះគំនិតឲ្យពុទ្ធបរិស័ទចេះរួបរวมសាមគ្គីគ្នាដើម្បីជួយទ្រទ្រង់ដល់ព្រះសង្ឃក្នុងពុទ្ធសាសនានិងជួយអភិវឌ្ឍកសាងសមិទ្ធផលនានានៅក្នុងវត្តពិធីបុណ្យនៅក្នុងប្រទេសកម្ពុជាយើងបុណ្យពុទ្ធសាសនានិងបុណ្យប្រពៃណីមានលក្ខណៈដែលសំខាន់មួយនឹងគឺដើម្បីរួបរวมសាមគ្គីហើយថាតើមានលក្ខណៈយ៉ាងម៉េចដែរណាសាមគ្គីនឹងគឺជាការបដោះគំនិតឲ្យមនុស្សយើងចេះចូលរួមគ្នាណាពីព្រោះដោយពាក្យបុរាណលោកចង្កឹះតែមួយកាច់បាក់ប៉ុន្តែចង្កឹះមួយបាច់ចង្កាច់មិនបាក់យ៉ាងណាមិញនៅក្នុងសង្គមពុទ្ធសាសនាយើងវត្តអារាមដើម្បីទ្រទ្រង់វត្តអារាមហើយនឹងភិក្ខុសង្ឃបានមានតែការចូលរួមរបស់ពុទ្ធបរិស័ទមកពីគ្រប់ទិសទីគឺបណ្ដុះស្មារតីស្រឡាញ់ជាតិស្នេហាវប្បធម៌ប្រពៃណីព្រោះអានឹងជាតួនាទីរបស់យើងទាំងអស់គ្នាដើម្បីចូលរួមថែរក្សាមួយទៀតជាការចូលរួមអភិវឌ្ឍបញ្ញាជនផ្នែកពុទ្ធសាសនាផងដែរពីព្រោះសទ្ធារបស់ពុទ្ធបរិស័ទនេះគឺដើម្បីសង្គ្រោះភិក្ខុសង្ឃណាហើយលោកបានសិក្សារៀនសូត្រដែលលោកបានសិក្សារៀនសូត្រហើយក៏បានជួយសង្គមយើងនឹងមកវិញដែរអានឹងជារឿងសំខាន់ពីផលនៃការសាមគ្គីនេះផងដែរបងចំណែកឯព្រះវិសុទ្ធវង្សពេជ្រសៀកព្រះសមូហគុណខេត្តបាត់ដំបងមានព្រះថេរដីកាលើកឡើងថាកឋិនទានគេចាប់ធ្វើពីថ្ងៃ1រោចខែអស្សុជដល់ថ្ងៃ15កើតខែកដឹកមានរយៈពេល29ថ្ងៃគោលបំណងសំខាន់នៃបុណ្យកឋិនទាននេះគឺដើម្បីទំនុកបម្រុងសម្ពុទ្ធចីវរគ្រឿងដណ្ដប់ប្រគេនព្រះសង្ឃដែលព្រះសម្មាសម្ពុទ្ធទ្រង់អនុញ្ញាតព្រះតេជគុណបន្ថែមថាភាគច្រើនការធ្វើបុណ្យកឋិនទាននេះច្រើនរួបរวมនិងប្រមូលផ្ដុំគ្នាអ្នកអត់ក៏អាចចូលរួមបានអ្នកមានតិចក៏ចូលរួមបានអ្នកមានច្រើនក៏អាចចូលរួមបានទាំងអស់គ្នាពិធីបុណ្យនេះធ្វើឲ្យคล้ายទៅជាមហាសាមគ្គីមួយជួយទំនុកបម្រុងដល់ព្រះសង្ឃនិងអភិវឌ្ឍនៅក្នុងវត្តផ្សេងខ្មែរយើងទាំងមូលចូលចិត្តសាមគ្គីសូម្បីតែដាក់ចំណងជើង
cả thân là tiếng sao mà kỳ bên tại sao kỳ cái thay mình thì là mùa hai sao mà kỳ thì hay thằng thông ai dạng trong bên đây thà cái thân sao mà kỳ nó cứ cả rụp ruộng sạp sạp lại chật cái nào khá lắm lại chật địa miền tách gọi ai chờ ruộng bán bên đây thà nó bò tụi này lời chùm này bọn này này buổi chẳng bên đây thà bên cứ thà địa miền địa cò ấy tên địa na này buổi để hỏi thà chỉ chất sập ra miền sạch cái thằng đó chọn châu ruộng cái đó chặt pì mà rồi pram rồi bát miền cầm lăng chui ba sam kia tập ở này các bạn được này chứ bên đây thà sam kia những ấy chỉ hãy đào mạo nữa sẽ cái này sọc ការប្រពធ្វើបុណ្យកឋិនទាននេះលោករ៉ាតសូរ៉ាអនុប្រធានមន្ទីរធម្មការនិងសាសនាខេត្តបាត់ដំបងធ្លាប់បានលើកឡើងថាពិធីបុណ្យកឋិនទាននេះមានតាំងពីយូរណាស់មកហើយដែលពុទ្ធបរិស័ទខ្មែរធ្វើតមករហូតមិនដែលដាច់បុណ្យកឋិនទានជាបុណ្យតាមពុទ្ធានុញ្ញាតផងនិងជាបុណ្យប្រពៃណីទំនៀមទម្លាប់ខ្មែរយើងផងក្នុងឱកាសកឋិនកាលនេះក្នុងនាមមន្ទីរធម្មការនិងសាសនាខេត្តបានណែនាំដល់បណ្ដាគ្រប់ទីវត្តអារាមទាំងអស់ត្រូវប្រកាន់គោលការណ៍3យ៉ាងទី1ត្រូវចូលរួមរៀបចំសម្អាតអនាម័យបរិស្ថានជុំវិញឲ្យបានស្អាតគួរជាទីជ្រះថ្លាពុទ្ធបរិស័ទទី2វត្តអារាមត្រូវមានការអប់រំសម្ដែងព្រះធម៌ឲ្យមនុស្សប្រព្រឹត្តអំពើល្អប្រឆាំងអបាយមុខនិងទី3គ្រប់ទីវត្តអារាមត្រូវប្រកបដោយភាពស្ងប់ស្ងាត់ការធ្វើសមាធិនិងអប់រំផ្លូវចិត្តបុណ្យកឋិនកាត់ម្លងតាំងពីពុទ្ធសាសនាបានមកដល់ប្រទេសកម្ពុជាយើងគឺមានបានធ្វើតាំងពីនោះមកប៉ុន្តែយើងមិនមានឯកសារបញ្ជាក់ថាចាប់ដើមធ្វើពីប្រជាអង្គណាអត់មានឯកសារបញ្ជាក់ទេប៉ុន្តែបញ្ជាក់ថាពុទ្ធសាសនាបានមកបានដីសវណ្ណភូមិមកប្រទេសកម្ពុជាយើងគឺតាំងពីសតវត្សទី3មកគឺបានន័យថាលេចធ្លោជាងគេដែលកាន់ពុទ្ធសាសនាជជុនប្របាទជាមន្ទីរ7ហើយក្រោយមកទៀតយើងសម័យក្រោយទៀតគឺប្របាទអង្គឌួងដែលលោកតែងកាន់ជុកជួននៃការបប្រតិបត្តិពុទ្ធសាសនាអញ្ចឹងតើតើនឹងបុណ្យកឋិននេះគឺថាធ្វើតាំងពីពេលនោះមកនៅក្នុងសង្គមខ្មែររបស់យើងសូមបញ្ជាក់ថាបុណ្យកឋិនទានចាប់ធ្វើផ្ដើមពីថ្ងៃ1រោចខែអាសត់ដល់ថ្ងៃ15កើតខែកដឹកពិធីដង្ហែអង្គកឋិនទាននេះគេរៀបចំធ្វើឡើងយ៉ាងអធិកអធមសប្បាយរីករាយយ៉ាងក្រៃលែងអ្នកផ្ដើមបុណ្យបានរៀបចំបរិក្ខារកឋិនមានត្រៃចីវរសង្ឃដីស្បង់ព្រមដោយទេយ្យទានផ្សេងទៀតដូចជាបាតចានស្រាក់កបិតចេះមជុលថង់យាមឆាត់ជាដើម